ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះសូមនាំអារម្មណ៍អ្នកទាំងអស់គ្នាមកដល់លេងនៅតំបន់ទេសចរចំណាស់មួយនៅក្បែររាជធានីភ្នំពេញយើងនេះហើយមានឈ្មោះថាទឹកធ្លាក់អូចម្លងទាវដែលវាស្ថិតនៅក្នុងសហគមន៍ទេសចរធម្មជាតិចំបោះតែខ្ញុំអត់នាំអ្នកទាំងអស់គ្នាចូលតាមផ្លូវគិរីរំទេគឺនាំអ្នកទាំងអស់គ្នាឲ្យស្គាល់ផ្លូវថ្មីមួយបត់ចូលតាមវត្តព្រៃរមៀតផ្លូវមួយនេះវាបត់ជុំវិញទៅដោយភ្នំអញ្ចឹងទេសភាពវាគឺស្អាតមែនទែនពេលយើងចូលទៅមានអារម្មណ៍ថាដូចនៅម្ដុំកំពង់ឆ្នាំងថ្មក្រាលអញ្ចឹងណាភ្នំព័ទ្ធជុំវិញយើងពីយើងចេញពីក្រុងច្បារមនតាមផ្លូវលេខ4បានប្រហែល10នាទីមកយើងនឹងឃើញផ្លូវបត់ចូលទៅខាងវត្តព្រៃរមៀតហ្នឹងឯងនេះកន្លែងផ្លាកពណ៌ខៀវនេះអញ្ចឹងយើងបត់តាមផ្លូវហ្នឹងមកផ្លូវនេះរៀងពិបាកបន្តិចដោយសារតែវាខូចច្រើនតែអត់ទាន់បានជួសជុលអញ្ចឹងណាប៉ុន្តែផ្លូវពិបាកហ្នឹងមានចម្ងាយតែ10គីឡូទេពេលដែលយើងទៅដល់មុខទៀតយើងនឹងមកដល់ផ្លូវវត្តព្រៃរមៀតយើងមកដល់វត្តព្រៃរមៀតអញ្ចឹងយើងវៀងវត្តនឹងបន្តិចមករួចហើយបន្តដំណើរទៅមុខទីទៀតទៅដល់វត្តអង្គរជុំដែលផ្លូវវារៀងពិបាកតិចតិចអញ្ចឹងតែម៉ូតូយើងអាចជិះបានធម្មតាបន្ទាប់ពីដល់វត្តអង្គរជុំហើយយើងអាចបត់ឆ្វេងបន្ទាប់ពីយើងបត់ឆ្វេងហើយគឺខ្នល់គឺសភាពស្អាតក្នុងវីដេអូនេះអញ្ចឹងកណ្ដុះនៅថ្មីខ្នល់ទៅកស៊ូហើយយើងជិះទៅត្រង់ទៅគឺឃើញភ្នំគិរីរម្យនៅខាងមុខយើងនឹងតែម្ដងហើយសងខាងហ្នឹងមានផ្ទះប្រជាជនមួយហើយទិដ្ឋភាពតាមផ្លូវហ្នឹងគឺស្អាតមែនទែនអញ្ចឹងខ្ញុំនឹងដាក់វីដេអូខ្លីៗពីទិដ្ឋភាពនៅតាមផ្លូវនិងទេសភាពនៅតាមជើងភ្នំគិរីរម្យនេះឲ្យអ្នកទាំងអស់គ្នាមើលពីយើងបានទស្សនារូបភាពដ្រូនពីលើអាកាសរួចហើយយើងបន្តដំណើរមកមុខទៀតជិះទៅខាងមុខបន្តិចទៀតហ្នឹងយើងទៅដល់តំបន់ដីច្រោះគិរីរម្យតំបន់ដីច្រោះគិរីរម្យមានទិដ្ឋភាពស្អាតដែរអញ្ចឹងចុះថតរូបបន្តិចទៅនេះគឺតំបន់នេះឯងអញ្ចឹងយើងថតរូបពីប៉ុស្តិ៍មុនបន្តដំណើរទៅមុខទៀតទៅមុខទៀតហើយយើងជិះទៅមុខទៀតហ្នឹងកាត់ស្ពានកាត់អូកាត់ទំនប់ទឹកអញ្ចឹងណាហើយទេសភាពស្អាតមែនតើនៅតាមដងផ្លូវនេះចេញផុតពីទំនប់ទឹកហ្នឹងជិះប្រហែលតែ5នាទីទេយើងមកដល់សហគមន៍ច្បក់ហើយមកដល់ខាងមុខហ្នឹងគឺសាលាច្បក់នឹងបឋមសិក្សាច្បក់នឹងនៅមុខយើងហ្នឹងហើយបើយើងបត់ទៅខាងឆ្វេងគឺទៅខាងផ្លូវចូលសហគមន៍ទឹកធ្លាក់ច្បក់នេះយើងបត់ទៅខាងស្ដាំផ្លូវបេតុងនេះត្រឹមតែធ្វើហើយទេផ្លូវភូមិខ្ញុំបន្តដំណើរពីកន្លែងផ្លូវបែកបន្តិចមកដល់វាលស្រែមួយទេសភាពស្អាតមែនតើនៅជើងភ្នំគិរីរម្យហ្នឹងអញ្ចឹងខ្ញុំក៏ឈប់ថតរូបពី3ស្លឹកទៅហើយទេសភាពគឺស្អាតដូចផ្ទាំងកនូចឹងចាំមើលពេលយើងឈរនៅកន្លែងណាមើលទៅដូចផ្ទាំងកនូនៅពីក្រោយខ្នងយើងចឹងនេះឃើញទេដូចផ្ទាំងកនូចេញពីដឹងបន្តិចមកខ្ញុំក៏ឆ្លៀតជិះបត់ចេញពីផ្លូវបេតុងចូលមកភូមិផ្លូវភូមិតិចតួចណាជិះលេងបន្តិចទៅហើយចង់ដឹងថាវាមានអីគេខ្លះចឹងណាអ្នកសុខភូមិគេធ្វើអីខ្លះចឹងតែទៅដល់នោះដល់បានពាក់កណ្ដាលអស់ផ្លូវដល់មាត់អូបាត់អញ្ចឹងក៏ចុះថតវីដេអូបន្តិចទៅអូឡើយហ្នឹងយើងស្អាតដែរអញ្ចឹងណាម៉ោងទៅ11តិចទេហើយអត់ទាន់ឃ្លានបាយដែរហើយចង្អែផ្លូវពីហ្នឹងទៅដល់កន្លែងដែលខ្ញុំចង់ទៅហ្នឹងវាអត់ឆ្ងាយទេនៅសល់តែប៉ុន្មានគីឡូទេហើយចេញពីមាត់អូហ្នឹងមកខ្ញុំបន្តដំណើរទៅមុខទៀត
លើផ្លូវបេតុងហ្នឹងប៉ុន្តែតែមុនតិចទៀតទៅគឺអស់ហើយផ្លូវបេតុងពេលអស់ផ្លូវបេតុងទៅខ្នល់ដីនេះគឺចាប់ផ្ដើមធ្វើយើងពិបាកម្ដងតិចហើយចឹងគឺអញ្ចឹងយើងចាប់ផ្ដើមជីលើផ្លូវដីកាត់ចំហុកចឹងទៅតែតែមុនតិចទៀតទៅត្រូវជីកាត់ទឹកហើយតមកត្រូវឡើងភ្នំឡើងលើផ្លូវខ្នល់មិនខ្នល់ទេនោះវាចូលផ្លូវគោយន្តវាជាថ្មសុទ្ធហ្មងកន្លែងនេះខ្ញុំជិះវៀងចូលមក view point ខាងមុខតិចនៅខាងមុខនោះមានទួលមួយយើងអាចមើលទេសភាពនៅជុំវិញជើងភ្នំគិរីរម្យនឹងបានផ្លូវឡើងមកនេះយើងក៏បានតិចពេលយើងឡើងទៅដល់ទួលហ្នឹងយើងអាចមើលទេសភាពជុំវិញភ្នំហ្នឹងបានជុំហើយនៅជុំវិញនេះទេសភាពស្អាតមែនទែនសម្បូរទៅដោយផ្ទះចម្ការពេលយើងចូលពីខ្នល់ធំមកយើងចូលមកក្នុងចេះសម្បូរផ្ទះចម្ការមែនទែនយើងមើលទៅឃើញខាងនេះក៏មាន resort ខាងនោះក៏មាន resort អញ្ចឹងណាតែស្អាតណាហើយបន្តដំណើរមកមុខទៀតមកដល់កន្លែងនេះជួបឧបសគ្គមួយទៀតរៀងពិបាកដែរមើលទៅព្រោះអូវាហូរកាត់ខ្នល់ពេលអញ្ចឹងទៅអត់ហ៊ានឆ្លងឯកន្លែងនេះដោយសារតែខ្លាចទឹកជ្រៅអញ្ចឹងក៏សម្រាប់ចិត្តថាចុះទៅឈើវាស់ទឹកសិនថាវាជ្រៅណាអញ្ចឹងណាមុនយើងឆ្លងទៅអញ្ចឹងក៏ដោតឈើដល់ស្បែកជើងចេញស្បែកជើងហ្នឹងមិនរងថាចង់ឲ្យសើមទេតែពេលហើយចុងក្រោយសើមដដែលវាទៅធ្លាក់នៅអូខាងមុខនោះមើលទៅអត់ជ្រៅតែដល់ពេលចូលទៅភ្លុបលិចបាត់ឆ្លងអូនឹងផុតយើងជិះមកបន្តិចទៀតដល់ជក់ឡើងទៅអូចម្លងទាវហ្នឹងហើយខាងនេះគេមានផ្លាកគេដាក់ថាឧទ្យានជាតិភ្នំកវាញមកជាហៀងទៅជាហៀងទៀតឧទ្យានជាតិភ្នំគិរីរម្យហើយមកដល់នេះហូបពងមាន់ម្នាក់មួយទៅកុំឲ្យឃ្លានព្រោះចិត្តដល់ម៉ោងបាយហើយឥឡូវយើងជិះមកឥឡូវចូលមើលនេះមើលនោះចឹងវាគៀកម៉ោង 2:10 ហើយឡើងពីក្រោមនេះទៅលើតែ1គីឡូ8ទីប៉ុន្តែចាំមើលផ្លូវបាក់មែនទេជុំបន្តិចមកឃើញគោយន្តមួយគេចុះមកពីលើអញ្ចឹងសួរអូនមួយជិះគោយន្តនៅក្រោយនឹងដែរថាផ្លូវបាក់អត់អូនថារៀងបាក់ដែរមានណាពាក្យរៀងបាក់ដែរណាចាំមើលផ្លូវនេះឡើងទៅវាចខ្ទេចអស់ហើយចកលេខឲ្យប្រាំងម៉ូតូហ្នឹងក៏ពិតអស់លីងចាំមើលមកពេញវិញបានធ្វើវាផ្លូវមើលចឹងទៅរៀងដូចស្រួលតែក៏ពិតទៅគឺថ្មស្រួចឲ្យទៅដល់ខាងមុខបន្តិចឡើងរួចឲ្យដោយសារទួលខ្ពស់ឲ្យថ្មសុទ្ធដូចឃើញចឹងសិស្សថ្មហ្មងកន្លែងហ្នឹងអាយ៉ែថយក្រោយអាយ៉ែអត់រួចហៀងតាក់ទើចឹងក៏ឲ្យម៉ូតូខាងក្រោយមកមុនឡើងទៅមុនទៅជួយរុញហើយម៉ូតូខ្ញុំអាយ៉ែថយក្រោយយកឲ្យឡង់សិនបានឡើងរួចកន្លែងហ្នឹងវាប្រាំងចេញផុតពីកន្លែងខ្ញុំបន្តិចមកខ្ញុំជីធ្លាក់ចំហុកកន្លែងនេះអត់សមធ្លាក់សោះមើលទឹកដក់តែបន្តិចសោះតែអត់ដឹងថាវាជ្រៅនេះកន្លែងនេះលេងចូលទៅលិចកង់មុខបាត់កន្លែងហ្នឹងខ្ញុំសើមស្បែកជើងសងខាងលិចស្បែកជើងហើយផុតពីចំហុកហ្នឹងមកផ្លូវវារៀងគ្រាន់បើមកវិញហើយនៅសល់តែប្រហែល100ម៉ែត្រទៀតដល់គោលដៅហើយនៅសល់ផ្លូវរៀងបាក់ដែរតែបាក់តិចទេកន្លែងនេះអត់សូវបាក់ខ្លាំងដូចអាមុនហ្នឹងទេអញ្ចឹងក៏ជិះឡើងទៅដល់លើទៅហើយនៅលើហ្នឹងគឺដល់កន្លែងអូចម្លងទាវហ្នឹងអញ្ចឹងជិះបន្តឡើងមកលើតិចទៀតឆ្ងាយផ្លូវចិត្តទេប៉ុន្តែផ្លូវវាបាក់ទេជិះរៀងយូរទៀត5 6នាទីដែរcònដល់កន្លែងឈប់នេះមកទៅដល់ហើយជិះចាំគ្នាហើយដល់នេះដល់ហើយមកដល់កន្លែងនេះមានរូងមួយកន្លែងនេះបែរជាសម្រាប់គាត់សង់សម្រាប់ទទួលភ្ញៀវអ្នកដែលបោះតង់អញ្ចឹងណាព្រោះឃើញមានលេខទូរស័ព្ទនៅលើនឹងដែរហើយមានធុងតកមានអីថ្ងៃហ្នឹងខ្ញុំមករកម្ចាស់រូងដែរតែអត់ឃើញសោះ
អត់មានមនុស្សហើយគេទៅញ៉ាំបាយអស់ហើយម៉ោង 2-10 ថ្ងៃធំហ្នឹងហើយក៏ដើរមើលទឹកធ្លាក់នឹងតិចទៅទឹកអូរនឹងតិចទៅនៅមេឃម៉ោងស្មើហ្នឹងម៉ោង 2-10 រៀងក្តៅដែរក្តៅក្បាលពេលហ្នឹងហើយប៉ុន្តែទឹកនេះត្រជាក់ទឹកចុះត្រាំជើងលុបមុខអីតិចទៅត្រជាក់មែនតើត្រជាក់ស្រួលហើយអានេះទឹកវាអត់សូវថ្លាមើលអត់សូវឃើញបានទេបើទឹកនៅកើលៀងទៅទឹកធ្លាក់លំមុនទឹកថ្លាតែនេះក៏ស្អាតម្យ៉ាងដែរឃើញទឹកហូរខ្លាំងអញ្ចឹងហើយត្រជាក់ស្រួលមែនតើនៅតាមថ្មហ្នឹងអង្គុយលេងឡើងហ្នឹងមកផ្លែទៅលុបមុខលុបអីចាញ់អញ្ចឹងណាព្រោះយើងជិះម៉ូតូវាហត់ពេកក្តៅពេលឡើងមកហ្នឹងរៀងក្តៅក្បាលមែនតើចឹងអង្គុយលេងនៅលើហ្នឹងមកស្ទុះទៅថតវីដេអូខ្លះអញ្ចឹងទៅណាហើយស្បែកជើងខ្ញុំនេះសើមរីកអស់លីងដល់ម៉ោងបាយចាប់ដើមហេវអញ្ចឹងក៏ប្រញាប់សូត្រចុះមកវិញណាព្រោះមេឃក៏ចាប់ដើមភ្លៀងដែរហើយភ្លៀងហ្នឹងគឺបារម្ភឡើងទឹកអូនេះទឹកអូហ្នឹងអត់សូវជ្រៅទេពីដំបូងដល់ពេលមេឃភ្លៀងចាប់ដើមជ្រៅបណ្ដោយដល់ពេលជីចូលទៅនេះលើចង់ដល់កាមេរ៉ាខាងលើដែរហ្នឹងបន្ទាប់ពីខ្ញុំចុះពីភ្នំមកខ្ញុំមកដល់ហារដ្ឋានមួយឈ្មោះ Grace Home ឡើយនេះគាត់មានលក់ជាកាហ្វេម្ហូបកំងអីចឹងណាហើយម្ហូបគាត់ធ្វើឆ្ងាញ់មែនទែនហើយទេសភាពក៏ស្អាតដែរនៅកន្លែងគាត់ហើយគាត់ក៏មានទទួលភ្ញៀវសម្រាប់កំសាន្តនៅកន្លែងរបស់គាត់នឹងដែរគាត់មានដូចជាផ្ទះមួយសម្រាប់ឲ្យគេងហើយនឹងទីលានខាងក្រៅនេះអាចបោះតង់បានហើយម្ហូបរបស់ខ្ញុំនេះគាត់ទំធ្វើថ្មីឲ្យមានដូចជាស្ងោរជក់សាច់គោហើយនឹងថៃក្រហមពងឆ្ងាញ់ណាស់របស់គាត់ណាហើយជក់នោះជក់ត្រពាំងនោះគាត់ធ្វើខ្លួនឯងទៀតត្រពាំងធម្មជាតិបន្ទាប់ពីញ៉ាំបាយរួចសម្រាប់បានបន្តិចមកចេញដំណើរតទៅទៀតហើយប្រញាប់ទៅមើលខាងមុខបន្តិចទៀតបានទៅនឹងពីខាងម្ចាស់ផ្ទះមិញហ្នឹងគាត់ជួយប្រាប់អញ្ចឹងជិះមកនេះចូលតាមផ្លូវព្រៃចូលជ្រែកព្រៃមកដល់ហើយនេះជុំតោហើយដើរចុះទៅខាងខោនោះមានទឹកអូស្អាតមែនទេស្អាតកន្លែងហ្នឹងបើសិនជាមានគ្នាអីអាចបោះតង់អង្គុយលេងអញ្ចឹងពិកនិកអីបានតែគាត់ថាយើងពិបាកដើរតិចដោយសារតែវាថ្មវាមិនជាផ្លូវជំនះស្អាតអញ្ចឹងត្រូវដើរ trekking បន្តិចឡើងទួលឡើងថ្មចុះឡើងតិចទៅដល់ហើយនេះមិនដល់នេះដល់ហើយស្អាតទឹកហូរមកល្មមហើយនេះសិនជាមានដាក់កៅអៅអីមកអាចហែទឹកនឹងបានបើថាទឹកហ្នឹងវាត្រជាក់ប៉ុន្តែពណ៌វាមិនសូវជាថ្លាទេដ្រូនខ្ញុំនៅសល់ថ្មបន្តិចចឹងប្រហើយថ្មហ្នឹងទៅថតនៅជុំវិញឲ្យបងប្អូនមើលព្រោះវាស្អាតដែរអូខេអញ្ចឹងចប់ហើយថ្ងៃនេះខ្ញុំចេញត្រឡប់មកផ្ទះវិញហើយចេញទៅវិញហ្នឹងខ្ញុំជិះទៅផ្លូវច្បក់ចាក់ទៅខាងច្រកចេញគិរីរួមវិញហើយឆ្ពោះទៅកាន់ខាងផ្លូវបែកត្រេកទៅយើងហើយបណ្ដឹងតាមផ្លូវជាតិលេខ 4 ទៅពេញវិញហើយចម្ងាយផ្លូវពីហ្នឹងទៅដល់ពេញវិញហ្នឹងប្រហែលខ្ទង់ជិត100គីឡូដែរតែជិះតែ2ម៉ោងទេដល់ផ្ទះហើយអញ្ចឹងអរគុណច្រើនអ្នកទាំងអស់គ្នាដែលបានទស្សនាចឹងជួបគ្នានៅក្នុងវីដេអូក្រោយទៀត On a trip, on a boat, on a lake. I'm tired of feeling all FOMO, babe. I don't even care if we stay home. Put our to-do list on ice. We crank the AC to 79 and make a list.